បងប្អូនមានដែលធ្លាប់ធ្វើដំណើរទៅកន្លែងមួយដែលបងប្អូនធ្លាប់ទៅហើយតែស្រាប់តែទូរស័ព្ទរបស់បងប្អូនអស់ថ្មឬ GPS របស់បងប្អូនខូចហើយបងប្អូនធ្វើដំណើរមិនចំផ្លូវឬក៏វង្វេងផ្លូវជាដើមឬក៏ធ្លាប់ពេលណាដែលអ៊ីនធឺណិតដាច់ហើយបងប្អូនត្រូវសរសេរអ៊ីមែលសំខាន់មួយទៅកាន់ដៃគូអាជីវកម្មរបស់បងប្អូនប៉ុន្តែបងប្អូនអង្គុយសម្លឹងមើលអេក្រង់ទទេហើយមិនដឹងថាត្រូវចាប់ផ្ដើមសរសេរដោយរបៀបម៉េចដែរទេបើបងប្អូនធ្លាប់ជួបបញ្ហាបែបនេះសូមកុំបារម្ភព្រោះបងប្អូនមិនមែនតែម្នាក់ឯងនោះទេយើងទាំងអស់គ្នាកំពុងតែរស់នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាជួយសម្រួលជីវិតរបស់យើងគ្រប់យ៉ាងប៉ុន្តែតើបងប្អូនធ្លាប់ឆ្ងល់ទេថាតើភាពងាយស្រួលទាំងនេះកំពុងតែលួចយកអ្វីដែលសំខាន់ពីយើងដោយមិនដឹងខ្លួនដែរទេវីដេអូថ្ងៃនេះគឺយើងនឹងនិយាយគ្នាអំពីប្រធានបទដ៏សំខាន់មួយគឺភាពពឹងផ្អែកទៅលើបច្ចេកវិទ្យាហើយនឹងការបាត់បង់ជំនាញមូលដ្ឋានរបស់យើងបងប្អូនមានដឹងទេថា technological dependency ឬក៏ភាពពឹងផ្អែកទៅលើបច្ចេកវិទ្យាតើវាខុសគ្នាពីការប្រើប្រាស់បច្ចេកវិទ្យាយ៉ាងដូចម្តេចការប្រើប្រាស់បច្ចេកវិទ្យាគឺនៅពេលដែលបងប្អូនកាន់កាប់គ្រប់គ្រងឧបករណ៍ក៏ប៉ុន្តែការពឹងផ្អែកទៅលើបច្ចេកវិទ្យាគឺនៅពេលដែលឧបករណ៍កាន់កាប់គ្រប់គ្រងបងប្អូនវិញឧទាហរណ៍ជាក់ស្ដែង GPS វាពិតជាល្អណាស់ដែលជួយឲ្យយើងមិនវង្វេងផ្លូវប៉ុន្តែបើយើងពឹងផ្អែកទៅលើវាគ្រប់ពេលពេកខួរក្បាលរបស់យើងនឹងឈប់ហ្វឹកហាត់នឹងការចងចាំផែនទីនេះយើងនឹងបាត់បង់ទិសដៅតាមឯកឯងដែលយើងហៅថា innate sense of direction ចំពោះ AI ហើយនឹងការសរសេរវិញបើយើងឲ្យ AI សរសេរ email ឬសារជំនួសយើងរាល់ថ្ងៃយើងនឹងបាត់បង់សមត្ថភាពក្នុងការបញ្ចេញមតិឲ្យបានច្បាស់លាស់យើងនឹងចាប់ផ្ដើមគិតតាមរបៀបរបស់ម៉ាស៊ីនជាជាងការគិតតាមរបៀបរបស់មនុស្សយើងបងប្អូនគិតមើលមនុស្សជាច្រើនគិតថានេះវាគ្រាន់តែជាការបាត់បង់ជំនាញបែបបុរាណតែប៉ុណ្ណោះវាហាក់បីដូចជាការនិយាយថាឥឡូវម៉ាស៊ីនគណនាហើយតែចាំបាច់អីយើងត្រូវចេះគិតគណនានៅក្នុងចិត្តរបស់យើងធ្វើអីប៉ុន្តែបងប្អូនមានដឹងទេថាវាមិនមែនគ្រាន់តែជារឿងនៃជំនាញចាស់ៗនោះទេតែវាជារឿងនៃសេរីភាពផ្ទាល់ខ្លួនរបស់យើងហើយនឹងភាពធន់នៃការយល់ដឹងរបស់យើងដែលយើងហៅថា cognitive resilience ត្រង់ចំណុចនេះបើយើងមិនអាចធ្វើអ្វីដោយគ្មានឧបករណ៍តើយើងនៅមានសេរីភាពពិតប្រាកដដដែលដែរឬទេហើយហេតុអ្វីបានជារឿងនេះអាចកើតឡើងបានបងប្អូនវាកើតឡើងគឺវាពឹងផ្អែកទៅលើការពិតដ៏សាមញ្ញមួយនៃជីវវិទ្យាខួរក្បាលរបស់មនុស្សយើងដែលយើងហៅថា use it or lose it ប្រើវាឬក៏បាត់បង់វាខួរក្បាលរបស់យើងគឺដូចជាសាច់ដុំនៃរាងកាយរបស់យើងអញ្ចឹងដែរបើយើងបង្ហាត់វានឹងរឹងមាំបើយើងឈប់ប្រើប្រាស់វានឹងរលាយបាត់នៅពេលដែលយើងផ្ទេរការងារគិតរបស់យើងការចងចាំហើយនឹងការដោះស្រាយបញ្ហារបស់យើងឲ្យទៅម៉ាស៊ីនធ្វើការជំនួសទាំងអស់នោះខួរក្បាលរបស់យើងនឹងគិតថាណាហើយខ្ញុំមិនចាំបាច់ត្រូវការសមត្ថភាពទាំងអស់នោះទៀតទេហើយវានឹងកាត់បន្ថយការតបភ្ជាប់នៃសរសៃប្រសាទដែលទទួលខុសត្រូវលើរឿងទាំងអស់នោះជាមិនខានហើយគ្រោះថ្នាក់បំផុតគឺត្រង់ថាតើមានអ្វីនឹងកើតឡើងនៅពេលដែលម៉ាស៊ីននោះខូចនៅពេលដែលអស់ថ្មអ៊ីនធឺណិតដាច់ឬប្រព័ន្ធដំណើរការលែងបាតមនុស្សដែលពឹងផ្អែកទៅលើបច្ចេកវិទ្យា 100% នឹងក្លាយទៅជាមនុស្សអស់ជំនួយឬក៏យើងហៅថា helpless ពួកគេនឹងមានអារម្មណ៍ថប់បារម្ភភ័យខ្លាចនិងមិនដឹងថាត្រូវធ្វើដូចម្តេចបន្តទៀតនេះហើយគឺជាហានិភ័យនៃការបាត់បង់ភាពធន់នៃខួរក្បាលរបស់ខ្លួនឯងតើយើងត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាមួយនេះតើយើងត្រូវតែបោះបង់ទូរស័ព្ទឬក៏កុំព្យូទ័រចោលហើយត្រឡប់ទៅរស់នៅក្នុងព្រៃឬក៏ការរស់នៅដូចដើមវិញដែរឬទេចម្លើយនោះគឺទេតែយើងត្រូវតែចេះប្រើប្រាស់បច្ចេកវិទ្យាជាជំរើសមិនមែនជាឈើជ្រត់នោះទេតើវាខុសគ្នាដូចម្តេចរវាងជំរើសហើយនិងឈើជ្រត់ឈើជ្រត់គឺសម្រាប់តែមនុស្សដែលជើងបាក់ដែលមិនអាចដើរដោយខ្លួនឯងបាននោះទេបើបច្ចេកវិទ្យាคล้ายទៅជាឈើជ្រត់វាមានន័យថាខួរក្បាលរបស់យើងកំពុងតែបាក់ហើយមិនអាចគិតដោយខ្លួនឯងបានចំណែកជំរើសវិញគឺវាហាក់បីដូចជាកង់ឬក៏រថយន្តអញ្ចឹងដែរវាជួយឲ្យយើងទៅកាន់ទីកន្លែងដោយបានលឿនជាងមុនប៉ុន្តែបើសិនជាកង់ខូចយើងនៅតែអាចធ្វើដំណើរដោយជើងរបស់យើងបានដូច្នេះហើយការធ្វើជាជំរើសគឺល្អបំផុតសម្រាប់ភាពជាដៃគូជាមួយនឹងបច្ចេកវិទ្យាហើយនិងម៉ាស៊ីនប៉ុន្តែដើម្បីធ្វើឲ្យបច្ចេកវិទ្យាคล้ายទៅជាជំរើសបានគឺយើងត្រូវធ្វើពីរយ៉ាងដ៏សំខាន់ដែលខ្ញុំនឹងលើកឡើងខាងក្រោមនេះទី1គឺយល់អំពីតក្កវិទ្យាដែលនៅពីក្រោយប្រព័ន្ធវាគឺមានន័យថាកុំគ្រាន់តែធ្វើទៅតាម GPS ដ៏ងងឹតងងុលត្រូវមើលផែនទីហើយយល់ថាហេតុអ្វីបានជាវាណែនាំផ្លូវនេះឲ្យយើងហើយកុំគ្រាន់តែចម្លើយពី AI តែត្រូវយល់អំពីហេតុផលដែលនៅពីក្រោយចម្លើយទាំងអស់នោះទី2គឺការហ្វឹកហាត់បញ្ញាមនុស្សជាប្រចាំនេះហើយគឺជាការធានារ៉ាប់រងចុងក្រោយបំផុតរបស់យើងដែលយើងហៅថា
Ultimate Insurance Policy ចូលចងចាំលេខទូរស័ព្ទសំខាន់ៗដោយចិត្តចូលអានសៀវភៅដោយក្រដាស់ចូលសរសេរកំណត់ហេតុដោយដៃហើយនឹងចូលដោះស្រាយបញ្ហាដោយខ្លួនឯងមុននឹងសួរ Google ជាដើមបងប្អូនបច្ចេកវិទ្យាគឺជាសេវារបស់យើងមិនមែនជាម្ចាស់របស់យើងនោះទេនៅពេលដែលយើងធ្វើតុល្យភាពរវាងការប្រើប្រាស់ឧបករណ៍ Digital ជាមួយនឹងការវឹកហាត់ជំនាញផ្លូវចិត្តរបស់យើងនឹងរក្សាបាននូវអំណាចគ្រប់គ្រងលើជីវិតផ្ទាល់ខ្លួនរបស់យើងភាពពឹងផ្អែកទៅលើខ្លួនឯងនេះហើយដែលធានាថាទោះបីជាពិភពលោក Digital របស់យើងនេះដួលរលំក៏ដោយឬក៏ឧបករណ៍ដែលយើងប្រើប្រាស់ខូចក៏ដោយក៏ចំណេះដឹងហើយនឹងសមត្ថភាពរបស់យើងវានៅតែមានសុពលភាពហើយនឹងមានប្រយោជន៍សម្រាប់យើងជានិច្ចដែរបងប្អូនសូមប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រីកសមត្ថភាពរបស់បងប្អូនប៉ុន្តែកុំភ្លេចថាសាច់ដុំខួរក្បាលរបស់បងប្អូនគឺត្រូវការវឹកហាត់ជារៀងរាល់ថ្ងៃផងដែរកុំឲ្យម៉ាស៊ីនធ្វើការជំនួសបងប្អូននៅអ្វីដែលបងប្អូនអាចធ្វើដោយខ្លួនឯងបាន